បាទចង់មានពេលវេលាបែបដែលបានច្រើនទំនេរសម្រាប់ថ្ងៃសៅរ៍អាទិត្យក្រោយពីយើងទំនេរពីការងារចង់នាំគ្រួសារចង់នាំមិត្តភ័ក្តិបងប្អូនទៅជុំគ្នាបាទទៅហាងសាច់ហាងត្រីហូបនៅមាត់ទឹកតំបន់មកជួបបែបនេះបងប្អូនតំណងណាស់ហើយធ្លាប់តែព្រឹកចេញពីផ្ទះចេញពីកន្លែងដែលធ្វើការត្រឡប់មកវិញយប់អាត្រៀតចូលផ្ទះគេងហូបទឹកហូបបាយចូលគេងព្រឹកឡើងធ្វើការនិយាយស្រុកទៅជីវិតមួយនេះពោពេញទៅដោយការងារពោពេញទៅដោយការរលុយប៉ុន្តែអត់សូវជាមានពេលវេលាប្រហែលទេអញ្ចឹងថ្ងៃនេះខ្ញុំប្រពន្ធបងមិត្តភ័ក្តិកូនឆ្លៀតមកអាងគាអាងសាច់អាងត្រីនៅមាត់ទឹកម្ដងហើយទីនេះតំណងមែនតើបងប្អូនក្រោយពេលដែលយើងធ្វើការពីមួយថ្ងៃទៅមួយថ្ងៃពីមួយអាទិត្យទៅមួយអាទិត្យមួយខែមិនដែលមានពេលទៅទេថ្ងៃហ្នឹងដាច់ចិត្តបាទដាច់ចិត្តជះលុយជះពេលវេលានាំគ្រួសារនាំប្រពន្ធនាំកូនបងប្អូននៃដើរលេងឲ្យបានមកកងឲ្យបានសម្រេចព្រោះជីវិតមួយនេះធ្វើឲ្យអត់ដែលសូវបានសម្រេចទេប៉ុន្តែម្ដងនេះបាទគម្រោងគោលដៅចម្បងគឺមកដើរលេងនៅទឹកជ្រោះបាទហើយមកធ្វើអីហូបនៅមាត់ទឹកម្ដងហើយក៏ទៅនៅទីនេះបាទពេលតែម្ដងគឺអ្វីគ្រប់បែបយ៉ាងភាពនឿយហត់សេចក្តីទុក្ខលំបាកទាំងប្រមាណវានឹងគឺជួយឲ្យយើងស្រស់ស្រាយបងប្អូនពេលដែលយើងមើលឆ្វេងមើលស្ដាំមើលលើមើលក្រោមទៅគឺអ្វីក៏វាស្រស់បំព្រងមែនតើស្រស់ស្អាតមែនតើបាទមិននឹកស្មានថាពិភពលោកពិភពខាងក្រៅវាសែនមហាស្រស់ដែលយើងមិនធ្លាប់បានគិតធ្លាប់តែធ្វើការនៅក្នុងរោងចក្រធ្លាប់តែធ្វើការនៅក្នុង office ធ្វើការនៅកន្លែងបងប្អូនមួយចំនួនពោពេញទៅដោយតែការងារពោពេញទៅដោយមិត្តរួមការងារនឹងធ្វើតែការប៉ុន្តែយ៉ាងនេះប្លែកបាទប្លែកចម្លែកគឺយើងមកអាំងបកាបាទភ្លើងស្រស់បែបនេះតែម្ដងហើយពេលដែលយើងអាំងហើយបងប្អូនបាទបែបនេះបងប្អូនសាក់ស្រមៃមើលថាពេលយើងដាក់ចូលនៅក្នុងមាត់ណាតែឆ្ងាញ់ប៉ុណ្ណាអញ្ចឹងបងប្អូនគួរតែធ្វើការរកស៊ីប្រកបមុខរបរហ្នឹងឆ្លៀតពេលបាទឆ្លៀតពេលដើម្បីឲ្យរង្វាន់ខ្លួនឯងផងដើម្បីឲ្យរង្វាន់ដល់ប្រពន្ធភរិយាកូនមិត្តភ័ក្តិយើងហ្នឹងឲ្យមានពេលវេលាដើរកម្សាន្តដើម្បីកាត់ stress បាទកុំឲ្យយើងគិតច្រើនពេកព្រោះរឿងលុយកាក់ទ្រព្យសម្បត្តិអីហ្នឹងមានវិញ្ញាណក្តីអត់វិញ្ញាណក្តីហ្នឹងពេលដែលយើងស្លាប់ទៅបាទមិនថាខ្ញុំមិនថាគេមិនថាបងប្អូនទេរឿងស្លាប់ហ្នឹងកិច្ចមិនផុតទេបងប្អូនអញ្ចឹងអ្វីទាំងអស់ហ្នឹងពេលដែលយើងទៅហើយយើងយកវាទៅឲ្យបានទេដូច្នេះជីវិតមួយនេះយើងប្រឹងប្រែងធ្វើការរកលុយផងពេលបានលុយកាក់មកកុំភ្លេចឲ្យរង្វាន់ខ្លួនឯងកុំភ្លេចនាំខ្លួនឯងទៅមើលបរិយាកាសមើលទេសភាពមើលទឹកមើលខ្យល់មើលភ្លើងអីនៅខាងក្រៅវាស្អាតប៉ុណ្ណាបាទនាំគ្រួសារទៅហ្នឹងដើម្បីធ្វើឲ្យជីវិតរបស់យើងនឹងវាមានន័យកុំគិតតែពីរលុយកុំគិតតែពីធ្វើការគ្មានពេលវេលាដើរកម្សាន្តនឹងជីវិតរបស់យើងនឹងពោពេញដោយទុក្ខលំបាកអត់មានន័យទេបងប្អូន